ប្រជាធិបតេយ្យគឺជាប្រព័ន្ធនយោបាយមួយដែលអំណាចត្រូវបានប្រជាជនកាន់កាប់ជាទូទៅតាមរយៈការបោះឆ្នោតសេរីនិងទៀងទាត់របបនេះផ្អែកលើគោលការណ៍នៃអធិបតេយ្យរបស់ប្រជាជនសម្ភាររបស់ពលរដ្ឋមុខរបៀបច្បាប់និងការគោរពសិទ្ធិមូលដ្ឋានប្រជាធិបតេយ្យឲ្យលើកទឹកចិត្តឲ្យមានការចូលរួមរបស់ពលរដ្ឋការពិភាក្សាសាធារណៈនិងការសម្រេចចិត្តរួមដើម្បីផលប្រយោជន៍សហគមន៍ទាំងមូលក្នុងប្រជាធិបតេយ្យពលរដ្ឋមានសិទ្ធិនិយាយសេរីបង្កើតគណៈនយោបាយបួងសួងឬធ្វើបទបង្ហាញដោយស្ងប់ស្ងាត់និងរិះគន់សកម្មភាពរបស់រដ្ឋាភិបាលទីភ្នាក់ងារប្រជាធិបតេយ្យដូចជារដ្ឋសភារដ្ឋាភិបាលតុលាការនិងវិទ្យុទូរទស្សន៍ឯករាជ្យមានតួនាទីសំខាន់ក្នុងការធានាឲ្យរដ្ឋអនុវត្តតាមច្បាប់និងការការពារសេរីភាពផ្ទាល់ខ្លួនរបស់ពលរដ្ឋប្រជាធិបតេយ្យឲ្យផ្អែកលើគោលការណ៍បំបែកអំណាចផងដែរដើម្បីការពារកុំឲ្យមានការផឹកហួសអំណាចដោយបែងចែកភារកិច្ចនីតិបញ្ញត្តិប្រតិបត្តិនិងតុលាការឲ្យស្ថាប័នផ្សេងគ្នាប្រព័ន្ធនេះជួយលើកស្ទួយភាពថ្លៃថ្នូរភាពទទួលខុសត្រូវនិងការកំណត់អំណាចនយោបាយឲ្យត្រឹមត្រូវជាពិសេសប្រជាធិបតេយ្យឲ្យទាមទារការគោរពច្បាប់និងវិធាននៃប្រជាធិបតេយ្យការការពារសិទ្ធិភាគតិចនិងការលើកស្ទួយភាពចម្រុះនិងភាពរួមបញ្ចូលសង្គមវាអាស្រ័យលើតម្លៃដូចជាការអត់ឱនការសន្ទនានិងការគោរពគ្នាទៅវិញទៅមកសរុបគ្នាប្រជាធិបតេយ្យឲ្យគឺជារបបនយោបាយដែលផ្អែកលើការចូលរួមរបស់ពលរដ្ឋការគោរពសេរីភាពផ្ទាល់ខ្លួននិងការអនុវត្តអាទិភាពរបស់ច្បាប់